ចិត្តដល់ឆមេទី1ឯមានដឹងថាប្លង់វិញ្ញាសាគណិតវិទ្យាគឺចេញបែបមិនខ្លះអត់ខ្ញុំមិននិយាយអំពីប្លង់វិញ្ញាសាគណិតវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រដែលនៅក្នុងម៉ាវិញ្ញាសាហ្នឹងគឺមានចំនួន7រមាំងហើយរមាំងទី1គឺសិក្សាពី complex ដែល complex ហ្នឹងអាចចេញជាលក្ខណៈឲ្យយើងបំលែងទៅជាទម្រង់ត្រីកោណមៀតឬមួយក៏ចុងក្រោយចម្លើយចុងក្រោយចេញជាចំនួនពេជ្រគណិតអីអញ្ចឹងជាដើមឬក៏ពេលខ្លះតាមសាលានីមួយៗគាត់ឲ្យរកចំនួនAB ចឹងទៅថាតម្លៃរបស់ AB ហ្នឹងមានតម្លៃស្មើប្រមាណអីចឹងទៅចំពោះរមាំងទី2វិញគឺគេគណនា limit ដែល limit នេះទៀតសោតគឺឆមេទី1គឺអាចនឹងចេញធំរៀងមិនកំណត់0លើ0រៀងមិនកំណត់អណន្តលើអណន្តហើយនឹងរៀងមិនកំណត់បូកអណន្តដល់អណន្តអីចឹងទៅត្រូវចេះឲ្យស្ទាត់ផងដែរនៅក្នុងការដោះស្រាយ0លើ0យើងត្រូវធ្វើម៉េចអណន្តលើអណន្តយើងត្រូវធ្វើម៉េចហើយបូកអណន្តលើអណន្តយើងត្រូវធ្វើម៉េចចឹងទៅហើយចំពោះរមាំងទី3វិញគឺយើងគណនាប្របាបដែលប្របាបនេះសម្រាប់ថ្នាក់វិទ្យាសាស្ត្រគឺមានជាលក្ខណៈបន្សំហើយនឹងចម្លាស់អញ្ចឹងជាដំបូងយើងត្រូវចេះបន្សំសិនដោយសារបន្សំចេញច្រើនអញ្ចឹងគេពីច្រើនចេញបន្សំយើងត្រូវតែចេះអ្វីដែលគេចេញសិនចាំយើងទៅចាប់ចម្លាស់ពេលដែលយើងចិត្តដល់ការប្រឡងមកដប់សំយើងត្រូវចេះទាំងពីរព្រោះយើងអត់ដឹងថាគេចេញបែបណាទេហើយចំពោះរមាំងទី4វិញគឺសមីការ differential សមីការ differential នេះគឺមានដូចជាកខដើម្បីឲ្យយើងគណនាហើយវាអាចឆ្លាស់គ្នាជាមួយនឹងអង់តេក្រាលសមីការពេលខ្លះគេដាក់សមីការ differential មុនអង់តេក្រាលអញ្ចឹងទៅហើយដល់ពេលខ្លះទៀតគេដាក់អង់តេក្រាលមុនសមីការ differential ហ្នឹងវាមិនមែនជាបញ្ហាហើយរមាំងទី5ហ្នឹងឯងដូចខ្ញុំបាននិយាយមុនហ្នឹងគឺអង់តេក្រាលហ្នឹងគឺយើងពីច្រើនយើងចេះរូបមន្តឯងត្រូវអញ្ចឹងពេលខ្លះយើងគ្រាន់តែចាំរូបមន្តហើយយើងគណនាអង់តេក្រាលយើងមើលរៀងវាថារបៀបម៉េចទៅការសរសេររបស់យើងហ្នឹងឲ្យវាស្អាតទៅជាពិសេសគឺសញ្ញាអង់តេក្រាលហើយចំពោះរមាំងទី6គឺកោណិតដែលនៅក្នុងកោណិតនេះគឺមានដូចជា ellipse parabol ហើយនិង hyperbol អញ្ចឹងយើងត្រូវតែចេះដែរខ្ញុំមិនដឹងថាសាលានីមួយៗគាត់ចេញបែបម៉េចឬក៏គាត់បានរៀនប៉ុណ្ណាទេចំពោះកោណិតហ្នឹងអញ្ចឹងបើសិនជាយើងបានរៀនប៉ុណ្ណាយើងត្រូវតែចេះប៉ុណ្ណឹងទៅឧទាហរណ៍យើងបានរៀន ellipse ឬក៏ parabol អញ្ចឹងទៅយើងត្រូវចេះពីរហ្នឹងវាអាចនឹងចេញប្រឡងឆមេទី1ពីរហ្នឹងអីចឹងទៅហើយចំពោះរមាំងទី6នេះឯងអាចនឹងគេដាក់លាយឡំគ្នាជាមួយនឹងធរណីមាត្រដូចគ្នានៅក្នុងមួយរមាំងហ្នឹងរមាំងទី6ហ្នឹងគឺមានទាំងកោណិតហើយនិងធរណីមាត្រអញ្ចឹងដោយសារតាវាពីរហ្នឹងវាតកតងជាមួយនឹងការសិក្សាធរណីមាត្រស្តៀងគ្នាដែរអាហ្នឹងវារូបដូចគ្នាហើយចំពោះរមាំងចុងក្រោយគេគឺអនុគមដែលអនុគមនេះគឺបន្ទុកច្រើនជាងគេហ្មងយើងបានរៀនអនុគមដល់ធម្មតានៅក្នុងថ្នាក់របស់យើងគឺយើងត្រូវចេះប៉ុណ្ណឹងទាំងអស់យើងថ្នាក់វិទ្យាសាស្ត្រគឺអាចនឹងមានជាលក្ខណៈអនុគមសនិទានដោយសារតាជាឆមេទី1ខ្ញុំក៏ថាចេញត្រឹមសនិទានឬមួយក៏អាចចេញជាexponential ឬក៏ logarithmic អញ្ចឹងទៅតាមមេរៀនអ្នកទាំងអស់គ្នាបានរៀនប៉ុណ្ណាខ្ញុំគាត់ថាសាលានឹងរៀបរៀងមកប៉ុណ្ណឹងដូចគ្នាប៉ុន្តែបើសិនជាយល់ល្អក៏យើងបើសិនជាយើងអាចចេះលើសហ្នឹងគឺយើងស្រួលនៅពេលក្រោយដែរអញ្ចឹងនៅពេលដែលយើងដឹងប្លង់គណិតវិទ្យាហើយយើងអាចទៅរកវិញ្ញាសានៅតាមអ៊ីនធឺណិតឬក៏ទៅទិញសៀវភៅដែលមានវិញ្ញាសាយកមកអនុវត្តនៅផ្ទះដើម្បីត្រៀមខ្លួននៅក្នុងការប្រឡងឆមាសទី1នេះឯងហើយខ្ញុំសូម recommend សៀវភៅមួយដែលសៀវភៅហ្នឹងគឺខ្ញុំធ្លាប់អនុវត្តតាក់ទងជាមួយនឹងការធ្វើវិញ្ញាសាអីចឹងហើយអត់ងាយញ៉ៃច្រើនទេនៅក្នុងហ្នឹងគឺមាន17វិញ្ញាសាដែល17វិញ្ញាសាហ្នឹងគឺមានច្រើនវិញ្ញាសាទៀតតាក់ទងជាមួយនឹងវិញ្ញាសាតាក់ទងឆមេទី1ឆមេទី2សង្គមវិទ្យាសាស្ត្រអីក៏មាននៅក្នុងហ្នឹងដែរអ្នកគ្នាមានវិញ្ញាសាយើងធ្វើហើយមានវិញ្ញាសាសម្រាប់ត្រៀមឆមេទី1ឆមេទី2វិទ្យាសាស្ត្រថ្នាក់សង្គមអីចឹងទៅហើយមានតាក់ទងជាមួយនឹងវិញ្ញាសាកាលពីឆ្នាំ2011 2012 2013អីចឹងនិយាយទៅមានទាំងអស់យើងស្រួលរហហ្មងអញ្ចឹងសៀវភៅនេះខ្ញុំ really recommend ខ្លាំងមែនតើសម្រាប់អ្នកដែលចង់យកទៅអនុវត្តយកទៅធ្វើឲ្យយើងងាយស្រួលនៅក្នុងការធ្វើវិញ្ញាសាអីចឹងណាយើងមាន3 in 1នៅក្នុងហ្នឹងហ្មង